ចាសួស្តីបងប្អូនទាំងអស់គ្នាសម្រាប់វីដេអូនេះខ្ញុំមកធ្វើការចែករំលែកអំពីធ្វើរូប AI អ្នកទាំងអស់គ្នាអញ្ចឹងជំហានដំបូងបងប្អូនអាចចូលទៅលើកម្មវិធីជ្រុំនឹងមកចាបន្ទាប់មកយើងវាយពាក្យGermany អ្នកខ្លះគេអាន Gemini អ្នកទាំងអស់គ្នាវាវាយពាក្យហ្នឹងមកហើយបងប្អូនចុចលើហ្នឹងមកចាបន្តមកទៀតបងប្អូនចុចនៅលើតាមខ្ញុំមកណាចាបន្តមកទៀតអ្នកទាំងអស់គ្នាអាចយើងអាច copy អក្សរហើយនឹង photo អញ្ចឹងសម្រាប់រូបភាពយើងយកកន្លែង upload file នេះមកអ្នកទាំងអស់គ្នាចាហើយយើងយកកន្លែងរូបថតរបស់យើងអញ្ចឹងសម្រាប់រូបថតអ្នកទាំងអស់គ្នាខ្ញុំបញ្ជាក់បន្តិចគឺយើងយករូបណាដែលវាដូចនឹងរូបយើងចាបើសិនជារូបមួយហ្នឹងយើងដាក់ទៅធ្វើទៅរូបវាអត់ដូចមុខយើងទេអាហ្នឹងគឺយើងអាចដូររូបថ្មីណាអ្នកទាំងអស់គ្នាដើម្បីឲ្យមើលទៅវាស្រៀងនឹងរូបយើងដែរកុំឲ្យវាខុសពីរូបយើងពេកចាអញ្ចឹងគ្រាន់តែយើងអាប់ឡូតរូបយើងចូលចឹងហើយបងអូនcopy អក្សរនឹងដាក់ហើយចុចកន្លែងសញ្ញានេះទៅអញ្ចឹងយើងរងចាំបន្តិចដើម្បីឲ្យវាធ្វើរូបឲ្យយើងសិនណាចាអញ្ចឹងអ្នកទាំងអស់គ្នានេះគឺវាធ្វើរូបឲ្យយើងហើយអញ្ចឹងសម្រាប់រូបមួយហ្នឹងគឺវាអាចដូរឲ្យយើងបានច្រើនដែរអ្នកទាំងអស់គ្នាអញ្ចឹងគឺលើរូបហ្នឹងហើយយើងធ្វើការ screenshot ហ្មងទៅបើសិនជាវាឲ្យយើង save ណាអ្នកទាំងអស់គ្នាចាហើយចាំយើងយកទៅកាត់តាមក្រោយអញ្ចឹងសម្រាប់រូបសម្រាប់ link ដែលសម្រាប់យើងធ្វើការ copy ដាក់មិញគឺយើងអាចធ្វើបានច្រើនរូបវីដេអូឲ្យយើងបានច្រើនរូបដែរអូខេអ្នកទាំងអស់គ្នាអញ្ចឹងសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងទេហើយសម្រាប់ link ខ្ញុំនឹងតម្លែកនៅក្នុង comment ជូនណាចាអរគុណ